ជំរាបសួរអ្នកសិស្សបង្គាទាំងអស់គ្នានៅពេលនេះយើងមកបំបីក្តីជាមួយនឹង Conan ជាបន្តទៅទៀតទាំងអស់គ្នាហើយនៅភាគនេះយើងមានពីរករណីទៀតដែលលើកយកមកបកស្រាយជូនអ្នកទាំងអស់គ្នាទស្សនាដោយករណីទី1គឺមានគេលួចធ្វើឃាតប្រពន្ធរបស់ម្ចាស់ក្រុមហ៊ុនហើយចំណែកករណីទី2វិញគឺកាន់តែចាប់អារម្មណ៍ទៀតហើយដោយសារតែមានឃាតកម្មនៅក្នុងស្ថានីយ៍ទូរទស្សន៍ដ៏ល្បីមួយកន្លែងដូច្នេះហើយកុំឲ្យខាតពេលយូរសូមអ្នកទាំងអស់គ្នាមកតាមដានទស្សនានៅវីដេអូរបស់យើងដូចតទៅតែមុននឹងចូលទៅដល់សាច់រឿងគឺសូមឲ្យអ្នកទាំងអស់គ្នាជួយចុច Subscribe ឲ្យមេដៃមេជើងជាពិសេសគឺអាចឧបត្ថម្ភខ្ញុំតាមរយៈ QR Code មួយនេះបានបាទដើមនៃសាច់រឿងវគ្គថ្មីដំបូងអ្នកសិស្សបង្កេតម៉ូរីត្រូវបានគេអញ្ជើញមកកាន់ក្រុមហ៊ុនដ៏ធំមួយដោយម្ចាស់ក្រុមហ៊ុននោះផងដែរគឺមានឈ្មោះថា Tatsu ហើយដោយដែលយើងបានដឹងអញ្ចឹងនៅពេលដែលអ្នកសិស្សបង្កេតម៉ូរីតាណាតែងតែមានរ៉ាំជាមួយនឹង Conan មកជាមួយនៅទីនោះអបម្ចាស់ក្រុមហ៊ុនដែលមានឈ្មោះថា Tatsu ហ្នឹងក៏បាននាំអ្នកសិស្សបង្កេតម៉ូរីឲ្យទៅអង្គុយចាំនៅបន្ទប់ទទួលភ្ញៀវហើយគាត់ក៏បានប្រាប់ផងដែរថាគាត់មានធរៈចាំបាច់ចេញទៅក្រៅមួយផ្លេតបន្តិចទៀតគាត់នឹងត្រឡប់មកវិញហើយគ្រាន់តែអបTatsu នោះចេញទៅមួយផ្លេតស្រាប់តែមានគេទេមករឿងហើយ Conan និយាយបាន2ម៉ាត់ស្រាប់តែអបTatsu នឹងត្រឡប់មកវិញអបTatsu ក៏បាននិយាយថាគាត់មានការពឹងឲ្យអ្នកសិស្សបង្កេតម៉ូរីជួយប្រពន្ធគាត់ដែលមានមុខមាត់ដូចក្នុងរូបថតនេះបានបាក់ខ្លួនជាច្រើនថ្ងៃហើយជួយរកប្រពន្ធគាត់ឲ្យគាត់វិញផងក្រោយពីបានទទួលការងារគេហើយអ្នកសិស្សបង្កេតម៉ូរីក៏បានត្រឡប់ទៅវិញតែនៅពេលដែលចុះចដាយន្តទៅជាន់ក្រោមក៏ហួសទៅដល់ជាន់ក្រោមដីជាន់ក្រោមដីគាត់ក៏បានប្រទះឃើញអបTatsuកំពុងតែបិទគូតឡាននៅពេលដែលធ្វើដំណើរត្រឡប់មកផ្ទះវិញអ្នកសិស្សបង្កេតម៉ូរីក៏បានទទួលដំណឹងថានៅផ្ទះរបស់អបTatsuគឺមានរឿងកើតឡើងក្រោយមកគាត់ក៏បានទៅដល់ទីនោះហើយយើងក៏បានឃើញថានៅផ្ទះរបស់អបTatsuគឺមានប៉ូលីសឡើងមកកំភ្លុះនៅពេលដែលគាត់ដើរចូលទៅស្រាប់តែបានឃើញប្រពន្ធរបស់អបTatsuដេកស្លាប់នៅក្នុងអាងបាត់ទៅហើយបែរសាកសពConanបានប្រទះឃើញក្របកឹបដ៏តូចមួយនៅគៀននោះហើយប៉ូលីសគេបានសន្និដ្ឋានថាសាកសពហ្នឹងគឺស្លាប់ប្រហែល2ម៉ោងមុនរីឯអបTatsuក៏បានរាយការណ៍ប្រាប់ប៉ូលីសផងដែរថានៅពេលដែលគាត់ចេញពីធ្វើការវិញគឺក៏បានឃើញប្រពន្ធគាត់ស្លាប់នៅក្នុងអាងទឹកនឹងបាត់ទៅហើយគ្រាន់តែបានលើបែបនេះអ្នកសិស្សបង្កេតម៉ូរីក៏ចាប់ផ្ដើមសន្និដ្ឋានភ្លាមប្រហែលជាមានឃាតករចូលមកក្នុងផ្ទះរបស់អបTatsuហើយធ្វើការសម្លាប់អ្នកស្រីដែលត្រូវជាប្រពន្ធរបស់អបTatsuដើម្បីប្លន់យកទ្រព្យសម្បត្តិចំណែកConanនេះវិញគឺអត់គិតចឹងទេដោយសារតែហេតុការណ៍មួយហ្នឹងគឺវាមានកន្លែងដែលគួរឲ្យសង្ស័យជាច្រើនហើយមូលហេតុចម្បងដែលគួរឲ្យសង្ស័យជាងគេនោះនៅពេលដែលត្រឡប់មកផ្ទះConanបានឃើញអបTatsuនឹងបិទគូតឡាននៅជាន់ក្រោមដីដើម្បីឲ្យច្បាស់ការConanក៏សម្រេចចិត្តថាទៅសន្តាគាររបស់អបTatsuម្ដងទៀតដើម្បីស្វែងរកភស្តុតាងនៅពេលដែលទៅដល់Conanបានប្រទះឃើញនារីដែលត្រូវជាអ្នកអនាម័យបម្រើការនៅក្នុងសន្តាគារមួយនោះយកសម្រាមទៅបោះចោលតែអ្វីដែលគួរឲ្យកត់សម្គាល់គឺនាងចោលសម្រាមតាមបំពង់បង្ហូរមួយនេះបន្ទាប់មកទៀតConanក៏បានទៅតាមឃ្លាំមើលកន្លែងគេចោលសម្រាមក៏បានឃើញអ្នកប្រមូលសម្រាមហ្នឹងគេវាយក្របកឹបត្រឹមត្រូវដើម្បីចំណាំលេខលើថង់សម្រាមមួយឬក៏ថង់កណាត់ដែលគេបោះចោលមួយដើម្បីកុំឲ្យច្រឡំរីឯចម្ងល់ចុងក្រោយConanក៏បានទៅមើលកន្លែងទូរស័ព្ទទំនាក់ទំនងចល័តរបស់សន្តាគារហើយនារីបម្រើការនៅក្នុងនោះក៏បានប្រាប់Conanថានៅក្នុងសន្តាគារមួយហ្នឹងគឺគេមានម៉ោងសម្រាប់ចាក់ចម្រៀងនៅពេលណាដែលដល់ម៉ោងអាចសម្លេងចម្រៀងដែលគេរីខតទុកហ្នឹងវានឹងចាក់អូតូដើម្បីបម្រើសេវាកម្មដល់ភ្ញៀវក្រោយពីបានដឹងរឿងទាំងអស់នេះហើយConanរ៉ាន់ជាមួយនឹងអ្នកសិស្សបង្កេតម៉ូរីក៏បានទៅចូលរួមក្នុងពិធីបុណ្យសពរបស់ប្រពន្ធអបTatsuផងដែរគ្រាន់តែទៅដល់ភ្លាមមានរឿងភ្លាមដោយសារតែសង្សារចាស់របស់ប្រពន្ធអបTatsuហ្នឹងបានមកឆាឆៅនៅក្នុងពិធីបុណ្យសពអបដែលត្រូវជាសង្សារចាស់នោះគឺមានការច្រឡោតកោតតងទៅលើអបTatsuព្រោះគាត់យល់ឃើញថាគ្មានអ្នកណាឆ្ងាយទេអបTatsuហ្នឹងហើយគឺជាឃាតករទាល់តែប៉ូលីសទៅដល់ទៅអបដែលត្រូវជាសង្សារចាស់របស់ប្រពន្ធអបTatsuហ្នឹងព្រមមិនទាន់អេរយាប័តគ្រាន់តែមិនទាន់អេរយាប័តចោះភ្លាមស្រាប់តែអបTatsuបានបកក្បាលមកវាយប្រហារអបដែលត្រូវជាសង្សារចាស់ហ្នឹងវិញភ្លាមតែអបTatsuនោះផងដែរវាបានចោទថាប្រហែលជាអបសង្សារចាស់របស់ប្រពន្ធគាត់ហ្នឹងហើយដែលជាអ្នកសម្លាប់ប្រពន្ធគាត់មូលហេតុដែលវាធ្វើបែបនេះដោយសារតែប្រពន្ធគាត់ហ្នឹងអត់យកព្រមរៀបការជាមួយវាហើយនាងមករៀបការជាមួយនឹងគាត់តែនេះហើយទៅធ្វើឲ្យវាមានចិត្តច្រណែនរីឯអបដែលត្រូវជាសង្សារចាស់ក៏បានប្រកែកដោះសារភ្លាមដែលគាត់បាននិយាយថាទោះបីជានាងមិនព្រមរៀបការជាមួយនឹងគាត់ក៏ពិតមែនក៏គាត់គ្មានថ្ងៃមកសម្លាប់នាងធ្វើបាបនាងដូច្នេះដែរព្រោះគាត់ស្រឡាញ់នាងចេញពីចិត្តពេលដែលនាងស្លាប់ម្សិលមិញហ្នឹងនាងបានផ្ញើกระดาษមួយសន្លឹកឲ្យទៅគាត់ដើម្បីណាត់គាត់ជួបនៅពេលដែលប៉ូលីសបើកមើលទៅក៏បានឃើញពិតប្រាកដមែនថានារីម្នាក់ហ្នឹងបានណាត់អបមួយហ្នឹងជួបការពីម្សិលមិញខ្ទង់ម៉ោង2កន្លះហើយនៅពេលនោះប៉ូលីសបានដាក់ការសង្ស័យលើសង្សារចាស់ប្រពន្ធរបស់អបTatsuភ្លាមក្រោយពីបានដឹងរឿងហេតុការណ៍គ្រប់បែបយ៉ាងអស់ហើយConanក៏បានប្រើស្ទាយចាស់បាញ់ថ្នាំសន្លប់ដាក់អ្នកសិស្សបង្កេតម៉ូរីហើយធ្វើការដោះស្រាយក្តីConanក៏បានរៀបរាប់ឲ្យយើងដឹងផងដែរថាហេតុការណ៍គ្រប់បែបយ៉ាងវាមិនមែនកើតនៅផ្ទះទេវាអាចកើតឡើងមកពីសន្តាគារកថាបានដែរហើយឥឡូវនេះក៏នឹងធ្វើការបកស្រាយឲ្យយើងទាំងអស់គ្នាដឹងថានរណាគឺជាឃាតករករណីដែលប្រពន្ធរបស់អបTatsuស្លាប់គឺមិនមែនស្លាប់នៅផ្ទះទេគឺនាងស្លាប់តាំងពីនៅសន្តាគារចំណែកឯឃាតករដែលជាអ្នកសម្លាប់ម្នាក់ស្រីហ្នឹងគឺជាអបTatsuក្នុងកំឡុងពេលដែលវាអញ្ជើញអ្នកសិស្សបង្កេតម៉ូរីឲ្យទៅរងចាំនៅក្នុងបន្ទប់ទទួលភ្ញៀវហ្នឹងវាមិនបានចេញក្រៅមកផ្លែដូច្នេះហើយវាក៏បានឆ្លៀតយកពេលហ្នឹងទៅសម្លាប់ប្រពន្ធវាចោលដោយសារតែបន្ទប់ដែលប្រពន្ធវានៅនឹងបន្ទប់ទទួលភ្ញៀវ
វគឺវានៅជាប់គ្នាដូច្នេះហើយវាគ្រាន់តែចេញពីបន្ទប់ទទួលភ្ញៀវមកច្បាច់ក៏ប្រពន្ធវាបង្ងាប់ហើយដើរចូលទៅជួបអ្នកស៊ើបអង្កេតម៉ូរីវិញធម្មតាក្រោយមកទៀតវាក៏បានច្រកសាកសពប្រពន្ធវាយកទៅបង្ហូរចុះទៅដីតាមបំពង់បង្ហូរសម្រាមលុះពេលទៅដល់ចុងក្រោមដីវាក៏បានដាក់សាកសពក្នុងគូតឡានហើយធ្វើការដឹកយកមកផ្ទះដោយគ្មាននរណាសង្ស័យសូម្បីតែម្នាក់មូលហេតុដែលគាត់អាចសន្និដ្ឋានបានបែបនេះដោយសារតែគាត់បានឃើញក្របកឹបមួយនៅកន្លែងគៀនសាកសពរីឯអបិថាត់ស៊ូនោះវិញក៏បានសើចហើយថាបើគ្មានផោះតាំងទេកុំចេះតែចោទគេអ្នកស៊ើបអង្កេតម៉ូរីហើយវាក៏បាននិយាយថាបើវាជាអ្នកសម្លាប់ប្រពន្ធវាមែនហេតុអីបានពេលហ្នឹងប្រពន្ធវាខលទៅរកខូណានកើតពេលដែលវាចេញមកផ្លែតហ្នឹងគឺប្រពន្ធរបស់អបិថាត់ស៊ូបានខលទៅកាន់បន្ទប់របស់ខូណានក៏បានតបថាសម្លេងទាំងអស់ហ្នឹងគឺត្រឹមតែជាសម្លេងរបស់អបិថាត់ស៊ូបានរីខទុកតែប៉ុណ្ណោះហើយបើមិនជឿទេអាចយកអាសម្លេងហ្នឹងទៅចាក់ស្ដាប់ម្ដងទៀតបានពេលដែលប៉ូលីសយកអាសម្លេងហ្នឹងទៅចាក់ស្ដាប់ទៅក៏បានដឹងរឿងពិតថាអបិថាត់ស៊ូហ្នឹងហើយគឺជាឃាតករពេលដែលខូណានបកស្រាយត្រូវចំណុចអស់បែបនេះអបិថាត់ស៊ូក៏បានចេញចរិតពិតនិងសារភាពថាវាហ្នឹងហើយជាឃាតករសម្រាប់ប្រពន្ធវាមូលហេតុដែលវាធ្វើបែបនេះក៏ព្រោះតែប្រពន្ធវាហ្នឹងគឺមានភាគហ៊ុនរហូតដល់$2 លានហើយកាលពីមួយសប្តាហ៍មុននាងគឺបានចង់លែងលះជាមួយនឹងវាហើយថែមទាំងចង់ដកភាគហ៊ុនចេញពីក្រុមហ៊ុនហ្នឹងទៀតផងដូច្នេះហើយដើម្បីការពារកុំឲ្យក្រុមហ៊ុនមួយហ្នឹងអាលាយវាក៏សម្រេចចិត្តសម្លាប់ប្រពន្ធវាចោលដើម្បីយកភាគហ៊ុនទាំងអស់នោះបន្តក្រុមហ៊ុនវាតទៅទៀតជាចុងក្រោយវាក៏បាននិយាយថាវាស្រឡាញ់ប្រពន្ធវាណាស់តែធ្វើបែបណាបើមនុស្សយើងមានគោលដៅផ្ទុយគ្នាដូច្នេះហើយវាក៏សម្រេចចិត្តសម្លាប់ប្រពន្ធវាចោលហ្មងទៅជាចុងក្រោយប៉ូលីសក៏បានចាប់អបិថាត់ស៊ូនឹងដាក់គុកបានសម្រេចក្រោយពីចប់ពីរឿងក្តីនឹងមួយប្រហែលថ្ងៃបន្ទាប់យើងក៏ចូលមកដល់រឿងក្តីមួយទៀតតែបើកឆាកមកយើងក៏បានឃើញបរិះ2នាក់កំពុងតែសន្ទនាគ្នាតាមទូរស័ព្ទហើយប្រមាថសក់ត្រឡោកមួយនេះគាត់មានឈ្មោះថាស៊ូវ៉ាគាត់ផងដែរត្រូវបានគេខលមកគំរាមសម្លាប់ហើយគេក៏បាននិយាយថាអាកម្មាប្រហែលថ្ងៃទៀតដឹងតែងាប់ហើយនៅថ្ងៃមួយនៅក្នុងកម្មវិធីទូរទស្សន៍ដែលគេកំពុងតែថតបញ្ចាំងផ្ទាល់ដោយគេកំពុងតែលើកបទបង្ហាញអំពីវិទ្យាសាស្ត្រនៃឧបករណ៍ទំនាក់ទំនងដែលយើងហៅថាទូរស័ព្ទនៅទីនោះយើងក៏បានឃើញភ្ញៀវកិត្តិយសដ៏ធំជាងគេគឺអ្នកស៊ើបអង្កេតម៉ូរីចំណេះដឹងរបស់អ្នកស៊ើបអង្កេតម៉ូរីតាក់ទងនឹងបច្ចេកវិទ្យាក៏មិនណយដែរហើយគាត់បាននិយាយអំពីទូរស័ព្ទនិងគុណវិបត្តិគុណសម្បត្តិវាលង្ហូរហែតែដល់ខូណានស្ដាប់យូរទៅឡប់អដែលកំពុងតែឡាយផ្ទាល់យើងក៏បានឃើញអាប៉ែឡូហានដែលត្រូវជាពិធីករប្រុសស្រាប់តែឈឺកាពះរីឯប្រូម៉ាប់ដែលមានឈ្មោះថាស៊ូវ៉ានោះវិញក៏កំពុងតែអង្គុយមើលការបញ្ចាំងអំពីព័ត៌មានតាក់ទងជាមួយបច្ចេកវិទ្យាមួយហ្នឹងតែបើនិយាយពីគាត់សម័យវិញទៅចេញស្រីស្អាតឯណាឆ្កុយចេះមានហ្មងរីឯការធ្វើបទបង្ហាញឡាយផ្ទាល់នេះវិញនៅពេលដែលចាប់ម៉ោងទី1គេក៏ឲ្យសម្រាក5នាទីសិនហើយនៅពេលដែលដល់ម៉ោងសម្រាកប្រូម៉ាប់ក៏ត្រូវបានអាប៉ែឡូហានទេមកប្រាប់គាត់ថាយើងនឹងទៅសម្លាប់ឯងឥឡូវនេះត្រៀមខ្លួនទៅអាកំាប់នៅទីនោះយើងឃើញថាប្រូម៉ាប់មានការភ័យស្លន់ស្លោជាខ្លាំងហើយនៅទីនោះយើងក៏បានឮសំឡេងកាភ្លើងបាញ់ដៀងក្រោយមកទៀតមានហេតុការណ៍អ្វីខ្លះកើតឡើងក៏យើងអត់ដឹងដែរដោយសារតែគេបានលាក់ត្រឹមនឹងសិនក្រោយពីសម្រាក5នាទីហើយគេក៏ដល់វគ្គឡាយបន្តទៀតហើយនៅពេលដែលចាប់កម្មវិធីពិធីករប្រុសពិធីករស្រីជាមួយនឹងអ្នកស៊ើបអង្កេតម៉ូរីគេក៏នៅឈរនិយាយគ្នាលេងសិននៅពេលដែលពួកគេកំពុងតែឈរនិយាយគ្នាលេងសកស្រាប់តែទាំងអស់គ្នាទទួលដំណឹងថាមានមនុស្សស្លាប់នៅជាន់ទី4ចំណែកឯជាន់ដែលពួកគេកំពុងតែថតកម្មវិធីឡាយផ្ទាល់ហ្នឹងគឺនៅជាន់ទី9ក្រោយពីបានទទួលដំណឹងនេះពួកគេក៏បាននាំគ្នារត់ទៅកន្លែងកើតហេតុភ្លាមនៅពេលដែលពួកគេទៅដល់ក៏បានឃើញថាប្រូមួយម៉ាប់ដែលមានឈ្មោះថាស៊ូវ៉ាហ្នឹងត្រូវបានគេបាញ់សម្លាប់ត្រូវកណ្ដាលក្បាលភួចស្លាប់បាត់ទៅហើយតាមប៉ូលីសធ្វើកសលវិច័យមើលទៅឃាតករបានបាញ់ទាំងអស់ចំនួន4គ្រាប់ចំណែកឯជនរងគ្រោះគឺត្រូវតែមកគ្រាប់ឲ្យកូតកណ្ដាលក្បាលឲ្យផុតអ្នកស៊ើបអង្កេតម៉ូរីជាមួយនឹងក្រុមប៉ូលីសក៏បានសន្មតថាឃាតករអាចនឹងបើកទ្វារសម្រុកចូលហើយបាញ់សម្លាប់ប្រូម៉ាប់ឲ្យទៅនឹងអញ្ចឹងចំណែកខូណាននេះវិញក៏បានសង្កេតឃើញថានៅក្បែរដៃប្រូម៉ាប់គឺមានទូរស័ព្ទមួយបើមើលតាមសាកសពប៉ូលីសក៏បានសន្មតម៉ោងដែលជនរងគ្រោះត្រូវបានគេសម្លាប់ផងដែរប្រហែលជាម៉ោងដែលពួកគេកំពុងតែសម្រាប់ពីកម្មវិធីអ្នកដែលគួរឲ្យសង្ស័យជាងគេនៅពេលនោះគឺអាប៉ែឡូហានដែលត្រូវជាពិធីករប្រុសដោយសារតែអាប៉ែមួយហ្នឹងជាអ្នកចាក់ចែងពីកន្លែងសម្រាប់ដូចនេះហើយប៉ូលីសក៏បានខកខ្លួនអាប៉ែហ្នឹងដើម្បីមកសួរនាំសិនដោយសារតែវាជាពិធីករល្បីគ្រាន់តែមានរឿងប៉ុណ្ណេះខ្វះអីអ្នកកសែតមកសម្ភាសគ្រាន់តែអ្នកកសែតមកសម្ភាសភ្លាមវាក៏ដើរតួធ្វើជាតួកំសត់ថាអាប៉ែស៊ូវ៉ាហ្នឹងគឺត្រូវជាមិត្តសម្លាញ់របស់គាត់ហេតុអីបានអាឃាតករមកសម្លាប់បែបនេះឃាតករអើយបើឯងចង់សម្លាប់ឯងមិនសម្លាប់យើងមកហេតុអីទៅសម្លាប់សម្លាញ់យើងដែលគ្នាមិនដឹងអីសោះប៉ូលីសក៏បានសួរនាំផងដែរថាពិធីករដែលមានឈ្មោះថាឡូហានហ្នឹងអាចជាជនសង្ស័យតែឯងបានមកដល់ទីនេះអត់ចំណែកឯពិធីករដែលមានឈ្មោះថាឡូហានក៏បានបដិសេធភ្លាមដែលគាត់បាននិយាយថាគាត់គឺឈឺកាពះដើរអត់បានឆ្ងាយទេតែហ៊ានរត់ដឹងតែឈឺហ្មងចំណែកឯពីជាន់ទី9មកដល់ជាន់ទី4នេះបើសិនជាយើងរត់ចុះតាមកម្មចតាមកយើងចំណាយពេលមិនមែន5នាទីទេគឺ6នាទីលើបើសិនជាគាត់ជាឃាតករក៏រត់ចុះពីជាន់ទី9មកជាន់ទី4ហ្នឹងហើយឡើងទៅវិញគឺវាចំណាយពេលអស់6នាទីបាត់ហើយគាត់ចំណាយពេលចេញពីក្នុងកន្លែងសម្រាប់ហ្នឹងតែ4នាទីទេហើយគាត់មានពេលឯណាមកដល់ជាន់ទី4គ្រាន់តែបានលើបែបនេះអ្នកស៊ើបអង្កេតម៉ូរីគឺអត់ជឿទេគាត់ថាបើរត់លឿនណាតែ4នាទីអីវាដល់ហើយប៉ូលីសអាចបានទុកយូរទេក៏បានធ្វើតេស្តឲ្យអ្នកស៊ើបអង្កេតម៉ូរីរត់ពីជាន់ទី4ឡើងទៅជាន់ទី9ឲ្យមើលហើយត្រឡប់មកវិញទៅពេលដែលអ្នកស៊ើបអង្កេតម៉ូរីរត់ទៅដល់ជាន់ទី9ហើ
ហើយត្រឡប់មកជាន់ទី4វិញប៉ូលីសក៏បានកំណត់នាទីមើលឃើញថា6នាទីពិតមែនដូច្នេះហើយអាប៉ែឡោហានដែលត្រូវជាពិធីករប្រុសហ្នឹងវាអាចនិយាយការពិតរីឯខូណាននេះវិញអត់ជឿសោះគាត់ក៏បានបបួលរ៉ានឡើងទៅជាន់ទី9វិញហើយគាត់ក៏គិតក្នុងចិត្តថាបើចដាកាត់ចុះកាត់ឡើងអញ្ចឹងយើងចំណាយពេលរត់យូរមែននឹងឯងតែវាអាចនឹងមានផ្លូវកាត់នៅពេលដែលឡើងទៅលើវិញខូណានក៏បានប្រទះឃើញនៅបន្ទប់សម្ងាត់មួយហើយគាត់ក៏បានឃើញប្រួយផងដែរគាត់ក៏បានសន្និដ្ឋានថាឃាតករគឺវាបានរត់ចុះទេវាអាចនឹងចងខ្សែបហូតខ្លួនតាមប្រួយនេះទៅធ្វើឃាតឲ្យជនរងគ្រោះនៅជាន់ទី4ដើម្បីឲ្យប្រកាសចិត្តខូណានក៏បានចុះទៅក្រោមហើយគាត់ក៏បានឃើញឈាមមកតំណក់នៅនឹងដីផងដែរដូចនេះហើយនៅពេលនេះខូណានគឺបានដឹងការពិតអស់ហើយថានរណាគេគឺជាឃាតករដោយសារតែគាត់គឺជាអ្នកស៊ើបអង្កេតដ៏ល្អជាងគេនៅលើលោកដំបូងឡើយគាត់ហៅអ្នកស៊ើបអង្កេតម៉ូរីមកសិនដើម្បីប្រើស្ទាយចាស់តែអ្នកស៊ើបអង្កេតម៉ូរីនឹងពិបាកហៅណាស់តើតែប្រើស្ទាយថាយោគោចាំនៅក្នុងបន្ទប់ទៅគាត់មកក្រោយមកទៀតខូណានក៏បានបាញ់អ្នកស៊ើបអង្កេតម៉ូរីឲ្យស្លាប់ហើយដើរទៅប្រាប់អ្នកសារព័ត៌មានថាអ្នកស៊ើបអង្កេតម៉ូរីត្រូវការកាមេរ៉ាដើម្បី live ផ្ទាល់អត់យូរទេគម្រោងរបស់ខូណានក៏បានចាប់ផ្ដើមតែគាត់យកកាមេរ៉ា live ពីមុខអ្នកស៊ើបអង្កេតម៉ូរីហើយគាត់បញ្ចូលសំឡេងពីក្រោយគាត់ក៏បានលើកឡើងថាបងប្អូនដែលកំពុងតែតាមដានការ live នេះទាំងអស់គ្នាលើកនេះគឺយើងដោះស្រាយករណីពិតផ្ទាល់ឲ្យបងប្អូនទាំងអស់គ្នាទស្សនាដោយថាឃាតករដែលត្រូវជាអ្នកសម្លាប់អាប៉ែស៊ូវ៉ានោះគឺមិនមែនជាអាណាឆ្ងាយទេបងប្អូនចង់ដឹងកុំភ្លេច like comment ម្នាក់មួយមកនៅទីនោះប្រធានទូរទស្សន៍ក៏បានតែស្ដីឲ្យកូនចៅរបស់គាត់ថាមិនបានពួកឯង live សកម្មភាពរបស់អ្នកស៊ើបអង្កេតម៉ូរីអញ្ចឹងហើយអាឡៃដាក់ម៉ានេះពួកឯងចេះតែ live អញ្ចឹងឯងមិនព្រមបើឲ្យឃើញពេញប្រទេសហ្មងទៅកាន់មកខាងខូណាននេះវិញគាត់ក៏បានបកស្រាយចំផងដែរថាឃាតករវាបានរត់ចុះទៅជាន់ទី4ឡើយគឺវាឈរតរងកំភ្លើងពីជាន់ទី7ទៅរងចាំជនរងគ្រោះអឺតក្បាលមកគឺវាបាញ់ភងតែម្ដងហើយដើម្បីឲ្យអ្នកទាំងអស់គ្នាជឿខូណានក៏បានបញ្ឆោតលោកប៉ូលីសឲ្យអឺតក៏ចេញតាមប្រួយហើយគាត់ក៏បានបាញ់ត្រូវកណ្ដាលក្បាលពិតប្រាកដមែនមួយវិញទៀតដើម្បីឲ្យដឹងច្បាស់ថាណាជាឃាតករគ្រាន់តែយកទូរស័ព្ទរបស់ជនរងគ្រោះហ្នឹងទេតែលេខចុងក្រោយដែលគាត់បាននិយាយជាមួយទៅនៅពេលដែលក្រុមប៉ូលីសយកទូរស័ព្ទរបស់អាប៉ែស៊ូវ៉ាដែលត្រូវជាជនរងគ្រោះហ្នឹងខលទៅលេខចុងក្រោយដែលគាត់បាននិយាយជាមួយស្រាប់តែលេខនោះបានចូលទៅកាន់អាពិធីករប្រុសដែលឈ្មោះថាឡោហានហ្នឹងដូច្នេះហើយនៅពេលនេះគឺអាចបកស្រាយច្បាស់ហើយថាណាគេគឺជាឃាតករដោយឃាតករពិតប្រាកដគឺជាអាប៉ែពិធីករដែលមានឈ្មោះថាឡោហានក្រោយពីគេបានបកស្រោមមុខដ៏ស្លូតត្រង់របស់ខ្លួនចេញបែបនេះអាប៉ែឡោហានក៏បានសារភាពភ្លាមថាគាត់ហ្នឹងជាអ្នកសម្លាប់អាកំណាំហ្នឹងមូលហេតុដែលគាត់ធ្វើបែបនេះទោះបីជាគាត់ហើយនឹងអាប៉ែប្រូម៉ាប់ដែលមានឈ្មោះថាស៊ូវ៉ាហ្នឹងត្រូវជាមិត្តភ័ក្តិសម្លាញ់នឹងគ្នាក៏ពិតមែនតែប្រូម៉ាប់ដែលមានឈ្មោះថាស៊ូវ៉ាហ្នឹងកំពុងតែជ្រៀតជ្រែកដណ្ដើមតំណែងការងាររបស់គាត់ដូច្នេះហើយដើម្បីការពារតំណែងការងាររបស់គាត់ក៏មានតែចាត់ការបន្លាចេញពីទ្រុងដោយសម្រាប់អាប៉ែស៊ូវ៉ានឹងចោលទៅមានអាណាមកដណ្ដើមតំណែងរបស់គាត់ទៀតត្រង់ហ្នឹងគេបង្ហាញយ៉ាងច្បាស់ថាពិធីករដែលមានឈ្មោះថាឡោហានឹងជាមនុស្សអាត្មានិយមដែលឲ្យតម្លៃលើមិត្តភាពឡើយមានចិត្តច្នៃទៅលើមិត្តភក្តិខ្លួនដែលត្រូវជាសម្លាញ់នឹងគ្នាហើយជាមនុស្សដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនមនុស្សបែបហ្នឹងយើងមិនគួររាប់អានទេប្រយ័ត្ននាំទុកដាក់ខ្លួនទីចុងក្រោយពីករណីរបស់យើងក៏បានបិទបញ្ចប់ត្រឹមនេះបើសិនជាអ្នកទាំងអស់គ្នាគិតថាល្អមើលខមមិនបេះដូងម្នាក់មួយមកបាទអរគុណច្រើន thank you so much ហើយយើងអត់តន់ចប់ទេណានៅមានករណីពិសេសសំខាន់ដែលខូណានដោះស្រាយជាបន្តទៀតដូច្នេះហើយសូមអ្នកទាំងអស់គ្នាកុំភ្លេចរងចាំតាមដានទស្សនានៅភាពបន្តទៀតទាំងអស់គ្នា